លោកមេការគ្រប់គ្រងជួហ្វាន់ចាប់តាំងពីគណៈពេលនេះតទៅរូបខ្ញុំសូមបើកចិត្តធ្វើការផ្ញើវាសនាជីវិតរបស់ស្វានទុកឲ្យស្ថិតនៅក្នុងកណ្ដាប់ដៃយាមការពាររបស់អ្នកហើយណារូបខ្ញុំកើតមានជំនឿចិត្តយ៉ាងមុតមមថាក្មេងស្រីដ៏មានសមត្ថភាពម្នាក់នេះនាងច្បាស់ជានឹងអាចដកខ្លួនមកធ្វើជាបុគ្គលដ៏មានប្រយោជន៍ល្អបំផុតម្នាក់សម្រាប់ជួយជ្រោមជ្រែងដល់កិច្ចការងាររបស់អ្នកជានិច្ចដូចនេះសូមលោកកុំមានចិត្តគិតចង់លះបង់បោះបង់នាងចោលឲ្យសោះពីព្រោះតែរូបខ្ញុំមានវ័យចាស់ជរាខ្លាំងណាស់ទៅហើយគឺមិនអាចមានលទ្ធភាពរស់នៅតាមជួយជ្រោមជ្រែងកិច្ចការងាររបស់អ្នកបានរហូតពេញមួយជីវិតឡើយប៉ុន្តែផ្ទុយទៅវិញគឺមានតែនាងម្នាក់គត់ដែលអាចមានសមត្ថភាពធ្វើវាបានសម្រេចហើយដូច្នេះហើយសូមលោកមេការមេត្តាជួយផ្ដល់នូវតម្លៃនិងខំប្រឹងថែរក្សាយាមការពារដល់ក្មេងស្រីម្នាក់នេះឲ្យបានល្អប្រសើរផងចុះក្រោយពេលដែលលូចានហៅមាត់ពោលពាក្យបណ្ដាំចុងក្រោយរួចរាល់អស់ហើយលោកគ្រូយូហ្វានស៊ុនជីក៏បានប្រញាប់បើកចិត្តធ្វើការជូនដំណើរដល់បុគ្គលទាំងពីរនាក់ឲ្យធ្វើដំណើរចាក់ចេញត្រឡប់ទៅវិញភ្លាមដឹងទេថានៅក្នុងគណៈពេលនោះគឺមិនមានមនុស្សលោកណាម្នាក់អាចមានសមត្ថភាពក្រឡេកខ្សែភ្នែកមើលឃើញថានឹងមានវត្តមានរបស់ស្រមោលល្ងឹតដ៏គួរឲ្យរន្ធត់ចិត្តមួយកំពុងតែលាក់ខ្លួនពួនអាត្មាស្ថិតនៅលើមែកឈើធំមួយកន្លែងនោះឡើយវាបានលួចពោលពាក្យជេរប្រមាថមើលងាយឡើងទាំងកំហឹងថាអាមនុស្សចាស់ជរាល្ងងខ្លៅឯងហ៊ានមានចិត្តថ្លើមធំមកបំបែកបំផ្លាញចោលនៅរាល់ជំហររក្សាភាពអព្យាក្រឹតដ៏ល្អប្រពៃដែលត្រកូលឯងបានខំថែរក្សាការពារអស់រយៈពេលជិត1000ឆ្នាំមកនេះចោលដោយងាយស្រួលលួចចែបនេះផងឬលោកពោលដាច់ពាក្យសម្ដីភ្លាមរូបរាងស្រមោលល្ងឹតអាចកំបាំងមួយនោះក៏បានប្រញាប់ហោះហើរបាត់ស្រមោលឈឹងទៅលើអាកាសងឹតភ្លាមនោះបរិយាកាសនៅលើផ្ទៃមេឃចំពីលើដំបូលលំនៅឋានរបស់លោកម្ចាស់ហោរាធំស្រាប់តែត្រូវប្រែផ្លាស់ប្ដូរមកជាមានសភាពងងឹតសូន្យសងភ្លាមហាក់បីដូចជានៅក្នុងពេលឆាប់ខាងមុខនេះវានឹងត្រូវបើកការស្វាគមន៍នៅរលករបស់កំហកខ្យល់ព្យុះភ្លៀងដ៏ធំមួយឈានជើងមកដល់អញ្ចឹងដែរយូហ្វានស៊ុនជីកើតមានក្តីតក់ស្លុតភ្ញាក់ផ្អើលនៅក្នុងចិត្តជាខ្លាំងគាត់បានងើបមុខឡើងទៅលើរួចសម្លឹងមើលទៅកាន់ផ្ទៃមេឃដ៏ខ្មៅងងឹតនោះមិនដាក់ភ្នែកដើម្បីតែជាការគិតគូរដល់សន្តិភាពសេចក្តីសុខរបស់ពិភពលោកមនុស្សទាំងមូលហើយនោះយូហ្វានស៊ុនជីលួចដកដង្ហើមធំរួចពោលលួនចាត់ថាគឺទោះបីជាត្រូវឲ្យរូបខ្ញុំលះបង់បូជាគ្រប់បែបយ៉ាងទាំងអស់សូម្បីតែអាយុជីវិតផ្ទាល់ខ្លួនក៏ខ្ញុំមានចិត្តស្ម័គ្រចិត្តធ្វើគ្រប់យ៉ាងនៅក្នុងពេលជាមួយគ្នានោះដែរជូហ្វានរួមជាមួយនឹងយូហ្វានស្វានបាននាំគ្នាបោះជំហានជើងធ្វើដំណើរមួយដើរទៅតាមច្រកផ្លូវងងឹតដ៏ស្ងប់ស្ងាត់មួយកន្លែងដើម្បីគោលលួចចំណងចង់រកវិធីមកបើកការបំបែកចោលនៅរាល់ភាពស្ងៀមស្ងាត់ដែលកំពុងតែកើតមានឡើងរវាងអ្នកទាំងពីរនាក់ខណៈនោះជូហ្វានបានសម្រេចចិត្តហៅមាត់ពោលឡើងមុនគេថាស្វានចាប់តាំងពីពេលនេះតទៅរូបខ្ញុំគឺសូមអនុញ្ញាតរកវិធីហៅឈ្មោះចៅស្រីរបស់លោកតាត្រឹមតែប៉ុណ្ណឹងតើវាអាចទៅរួចបានដែរឬទេចូលឯងដឹងខ្លួនឲ្យបានច្បាស់ទៅថាការដែលលោកតារបស់នាងមានបំណងចិត្តចង់ប្រគល់ខ្លួននាងឲ្យមកដើរតាមបម្រើក្បែរកាយរបស់ខ្ញុំនៅពេលនេះគឺដើម្បីតែចង់ឲ្យនាងជួយមកសម្រេចនៅរាល់បំណងចិត្តចង់ដ៏ធំរបស់គាត់តែប៉ុណ្ណោះហើយដូច្នេះហើយលុះនៅគណៈពេលណាដែលរាល់កិច្ចការងារធំទាំងអស់ត្រូវបានរៀបចំទុកដាក់ដោយភាពមានសណ្ដាប់ធ្នាប់រួចរាល់អស់ហើយនោះនាងគឺនឹងអាចមានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើដំណើរត្រឡប់ទៅកាន់លំនៅឋានរបស់លោកគ្រូហោរាវិញបានជានិច្ចលើសពីនេះទៅទៀតពួកយើងទាំងពីរនាក់គឺពិតជាទើបតែបានធ្វើការធ្វើដំណើរមកជួបផ្ទៃមុខគ្នាជាលើកដំបូងបង្អស់តែប៉ុណ្ណោះសោះលុះរងចាំរហូតដល់គណៈពេលណាដែលនាងអាចមានឱកាសបានលួចសិក្សានិងយល់ដឹងពីចរិតលក្ខណៈពិតប្រាកដរបស់ខ្ញុំបានស៊ីជម្រៅហើយនោះនាងច្បាស់ជានឹងអាចមើលឃើញយ៉ាងច្បាស់ក្រឡែតជាក់ជាមិនខានឡើយថានៅក្នុងលោកមនុស្សដ៏ធំល្វឹងល្វើយមួយនេះគឺគ្មានវត្តមានបុរសម្នាក់ណាដែលអាចមានចរិតល្អប្រពៃជាងរូបខ្ញុំនោះឡើយចូលនាងគ្រាន់តែព្រមបើកចិត្តបោះជំហានជើងដើរតាមពីក្រោយខ្នងរបស់ខ្ញុំទៅគឺគ្រប់គ្រាន់ហើយព្រោះខ្ញុំនឹងរកវិធីធ្វើឲ្យនាងអាចមានឱកាសរស់នៅដោយភាពមានក្តីសុខនិងសុភមង្គលខ្ពស់បំផុតជានិច្ចរួមជាមួយនឹងការជួយដើរទៅសម្រេចនៅរាល់បំណងប្រាថ្នាទាំងឡាយណាដែលនាងចង់បានថែមទៀតផងជូហ្វានមានបំណងចិត្តពិតប្រាកដចង់ហើបមាត់ពោលនៅរាល់ពាក្យពេចន៍សម្ដីល្អៗដើម្បីទុកយកមកធ្វើជាការលួងលោមដល់ចិត្តគំនិតរបស់យូហ្វានស្វានតែប៉ុណ្ណោះប៉ុន្តែអ្វីដែលហួសចិត្តនោះគឺរាល់ពាក្យសម្ដីបកស្រាយរបស់គេបែរជាមានសភាពស្ដែងចេញមកមិនខុសអីពីមនុស្សដែលកំពុងតែពូកែខាងនិយាយអួតអាងពីសមត្ថភាពផ្ទាល់ខ្លួនទៅវិញសោះយូហ្វានស្វានបានងាកផ្ទៃមុខមកសម្លឹងមើលចំទៅកាន់ជូហ្វានរួចហើយក៏បានផ្ទុះសម្ដែងឡើងមកយ៉ាងគួរឲ្យស្រឡាញ់លោកមេការគ្រប់គ្រងជូហ្វានដឹងទេថានៅមុនគណៈពេលដ៏ខ្លីដែលពួកយើងត្រូវបើកការធ្វើដំណើរចាក់ចេញមកនោះលោកតាធ្លាប់បានលួចហើបមាត់ប្រាប់ណែនាំដល់រូបខ្ញុំយ៉ាងដិតដល់ថាឲ្យខ្ញុំត្រូវប្រឹងរកវិធីមកជួយដាស់តឿនលោកឲ្យខំសាងតែអំពើល្អជានិច្ចប៉ុន្តែសម្រាប់នៅក្នុងពេលលួចចាច់ច្បល់នេះវិញវាហាក់បីដូចជាផ្អែកទៅលើការពិតជាក់ស្ដែងចរិតលក្ខណៈរបស់លោកគឺមិនបានកើតមានភាពកាចសាហាវឃោរឃៅខ្លាំងដូចជារាល់ពាក្យពេចន៍ដែលលោកតាបានលួចប្រាប់នោះទាល់តែសោះជូហ្វានឮបែបនេះហើយក៏ស្រាប់តែកើតមានការតក់ស្លុតភ្ញាក់ផ្អើលនៅក្នុងចិត្តជាខ្លាំងព្រោះគេគិតឃើញថាអូហូតាមពិតទៅវាជាការពិតជាក់ស្ដែងមែនសោះដែលកាលពីមុនចាក់ចេញលោកតាបានលួចប្រាប់អាត់កំបាំងមិនល្អពីខ្លួនឲ្យទៅក្មេងស្រីម្នាក់នេះបានដឹងខ្លួនជាមុនពិតជារឿងដែលមិនមានការគួរឲ្យកើតមាននៅចិត្តសង្ស័យអ្វីទាល់តែសោះថាហេតុអ្វីបានជាចាប់តាំងពីដំបូងមកនាងតែងតែចូលចិត្តធ្វើរឹកពីប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការរស់នៅក្បែរកាយរបស់គេបែបនេះប៉ុន្តែស្រាប់តែភ្លាមនោះមានកើតមាននៅរបបកំហកខ្យល់ព្យុះដ៏ធំមួយបានបើកការបោកបក់មកដល់យ៉ាងខ្លាំងបំផុតនិងបានជួយសម្រុករុញច្រានធ្វើឲ្យច្រកផ្លូវដើររបស់បុគ្គលទាំងពីរនាក់ត្រូវគ្របដណ្ដប់ទៅដោយរលកផ្សែងអាប់អាត់កំបាំងដែលមានពណ៌លឿងខ្មៅយ៉ាងគួរឲ្យរន្ធត់ចិត្តវាបានបើកការហោះហើរវិនវល់ចូលមកគៀកចិត្តនឹងរូបរាងកាយរបស់ពួកគេភ្លាមយូហ្វានស្វានផិតភ័យខ្លាំងនេះវាគឺជាពូផ្សែងអាប់ពឹសដ៏គ្រោះថ្នាក់តើលោកមេការចូលលោកប្រញាប់រកវិធីបើកការទប់ដង្ហើមដកដង្ហើមរបស់ខ្លួនឲ្យបានលឿនភ្លាមទៅជូហ្វានបើកខ្សែភ្នែកសម្លឹងមើលទៅកាន់ផ្សែងនោះទាំងក្តីប្រុងប្រយ័ត្នខ្ពស់បំផុតប៉ុន្តែមិនទាន់ទាំងរូបគេអាចមានឱកាសរកវិធីពោលពាក្យសម្ដីអ្វីដើម្បីជាការឆ្លើយតបត្រឡប់ទៅវិញទាន់ផងសោះផ្សែងអាប់ពឹសពណ៌លឿងមួយនោះក៏បានបើកការកម្រើកខ្លួនរុញចូលមកជិតកាយរបស់គេបាត់ទៅហើយភ្លាមនោះផ្ទៃមុខរបស់ជូហ្វានស្រាប់តែត្រូវប្រែផ្លាស់ប្ដូរមកជាមានសភាពម៉ឺងម៉ាត់និងមានភាពតឹងតែងខ្លាំងភ្លាម
គេមានអារម្មណ៍កើតមាននូវការវិលមុខជាខ្លាំងភ្នែកទាំងសងខាងចាប់ផ្ដើមព្រើមើលអ្វីលែងចង់ធ្លាយរួចហើយរូបរាងកាយរបស់ជូហ្វានក៏បានដួលសន្លួចបាត់ស្មារតីទៅលើដីភ្លាមយូហ្វានស្វានផិតភ័យស្លន់ស្លោខ្លាំងរហូតស្រែកឡើងទាំងក្តីបារម្ភថាលោកប្រុសជូហ្វានប៉ុន្តែឆ្លងកាត់អស់រយៈពេលត្រឹមតែមួយសន្ទុះខ្លីបន្ទាប់មកទៀតនាងផ្ទាល់ក៏ត្រូវដួលសន្លួចបាត់ស្មារតីទៅលើដីមិនខុសអីពីកាយរបស់គេឡើយពីព្រោះតែបណ្ដាលមកពីការដែលខ្លួនឯងបានលួចស្រូបយកនៅរាល់ផ្សែងអាប់ពឺដ៏សាហាវឃោឃៅមួយនោះចូលទៅក្នុងពោះខ្លាំងពេកលុះនៅខណៈពេលដែលលួចចកូលទាំងពីរនាក់ត្រូវដួលសន្លួចដីស្តុកស្ដឹងនៅលើដីហើយនោះស្រាប់តែមានវត្តមានរបស់រូបរាងស្រមោលងងឹតអាចកំបាំងចំនួន3នាក់បានដើរលេចមុខចេញមកភ្លាមៗតែម្ដងអូហូនេះមែនទេដែលជាបុគ្គលដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញអស្ចារ្យដែលមនុស្សលោកតែងតែលួចហៅថាកំពូលមេការគ្រប់គ្រងជូហ្វានដែលជាមនុស្សលេខ1នៅក្នុងលោកនោះមើលទៅការចាត់ការក្បាលរបស់វាគឺវាមានសភាពងាយស្រួលហួសពីការរំពឹងទុករបស់ខ្ញុំឆ្ងាយណាស់ដឹងទេតាខ្មៅមីបានពោលឡើងមកចំពោះមុខកូនចៅទាំងចរិតរឹកពាមានភាពអួតអាងខ្លាំងគេបានបើកការសម្លឹងមើលចំទៅកាន់រូបរាងកាយរបស់ជូហ្វានដោយខ្សែភ្នែកដ៏មានភាពមើលងាយមើលថោកបំផុតរួចគេពោលលួចបន្ថែមថាព្រោះប្រសិនបើផ្អែកទៅលើរឿងរ៉ាវនៃការចាត់ចែងដាក់ថ្នាំពឹសសម្លាប់ជីវិតមនុស្សលោកហើយនោះគឺនៅក្នុងលោកនេះគ្មានអ្នកណាដែលអាចមានសមត្ថភាពខ្ពស់ជាងរូបខ្ញុំឡើយសូម្បីតែពួកក្រុមកងកម្លាំងកម្ពុជាអ្នកខ្លាំងខាងផលិតឱសថពឹសរបស់ខាងវិមានស្ដេចឱសថទាំងនោះទៅទៀតក៏មិនអាចមានលទ្ធភាពរកវិធីមកបើកការប្រៀបផ្ទឹមជាមួយកម្លាំងខ្ញុំបានដែរពួកអ្នកក្រោមបង្គាប់ទាំងពីរនាក់បានប្រញាប់លុតជង្គង់ចុះរួចហើយក៏បានឱនក្បាលគោរពទៅកាន់គេដោយភាពស្មោះត្រង់បំផុតអ្វីដែលលោកគ្រូបានបកស្រាយគឺពិតជាការពិតប្រាកដមែនព្រោះពួកមនុស្សរបស់វិមានស្ដេចឱសថទាំងនោះគឺមិនមែនជាគូប្រកួតរបស់លោកគ្រូឡើយដឹងទេថាកាលពីក្នុងសម័យកាលមុនពួកគេគឺតែងតែចូលចិត្តរកវិធីធ្វើដំណើរមកចេញមុខស្នើសុំអញ្ជើញឲ្យរូបលោកធ្វើដំណើរទៅជួយធ្វើជាកម្ពុជាទីប្រឹក្សាខាងផ្នែកផលិតឱសថពឹសប្រចាំវិមានរបស់ពួកគេជានិច្ចព្រោះប្រសិនបើរកវិធីយកកម្លាំងសមត្ថភាពរបស់ពួកគេមកបើកការប្រៀបធៀបជាមួយនឹងរូបលោកហើយនោះគឺពួកគេគ្រាន់តែមានសភាពមិនខុសអីពីពួកក្រុមក្មេងតូចៗដែលចូលចិត្តលេងល្បែងក្មេងស្រែតែប៉ុណ្ណោះឯងជំរាបសួរព្រះនាងក្វាន់រងដ៏មានអំណាចពេលនេះរឿងរ៉ាវនៃការចាប់កសោបយកខ្លួនជូហ្វានគឺត្រូវបានសម្រេចជោគជ័យរួចរាល់អស់ហើយចុះតើសម្រាប់ខ្លួនក្មេងស្រីម្នាក់នេះវិញតើពួកយើងគួរណានឹងត្រូវរកវិធីចាត់ការបែបណាទៅវិញតាខ្មៅមីបានលួចពោលសួរដេញដោលឡើងមកដោយមិនបានកើតមានចិត្តចង់បើកការចាប់អារម្មណ៍ខ្វល់ខ្វាយទៅលើរឿងរ៉ាវអត្តសញ្ញាណពិតប្រាកដរបស់នាងឡើយខណៈនោះមានពួកអ្នកក្រមបង្គាប់ម្នាក់បានប្រញាប់លូកដៃធ្វើការអោនក្បាលជំរាបរាយការណ៍ភ្លាមថាកាលពីមុននេះរូបទូលួចចង្គំលួចបានលឺរឿងរ៉ាវល្បីល្បាញមកថាជូហ្វានគឺតែងតែជាមនុស្សមានចរិតចូលចិត្តរស់នៅនិងធ្វើដំណើរតែម្នាក់ឯងជានិច្ចដោយគឺមិនមានទម្លាប់ចូលចិត្តទៅបង្កើតនៅទំនាក់ទំនងមានភាពជិតស្និទ្ធល្អជាមួយនឹងមនុស្សលោកណាម្នាក់ទាល់តែសោះ